ក្រតែបើកបាវីដេអូមក Twitter ជឿជាក់ថាសម្រាប់មួយចាស់នៅកន្លែងគាត់ប្រកាសជាស្គាល់ហើយជាប្រភេទមីស្រស់ម្ចាស់ដើមណាដែលឥឡូវគឺដូរទីតាំងថ្មីតែរសជាតិនៅតែឆ្ងាញ់ដដែលនិយាយទៅណាជាប្រភេទមីស្រស់បែបនេះគឺញ៉ាំជាមួយនឹង Freshie គឺចូលជាតិមែនតើហើយមីស្រស់នេះជឿជាក់ថាអ្នកដែលនៅរៀននៅវិទ្យាល័យវត្តភ្នំអីគឺថាប្រកាសជាស្គាល់ច្បាស់ហើយឃើញតែមុខអ្នកលក់ហ្នឹងគឺគាត់លក់នៅម្ដុំវត្តភ្នំមកពុកម៉ែបងប្អូនឥឡូវគឺគាត់ដូរទីតាំងហើយគឺដូរមកផ្ទះលេខ79កែងផ្លូវ47ណាគឺនៅម្ដុំសាលាវិទ្យាល័យហ៊ុនសែនបុរារីវត្តភ្នំគឺនៅលើផ្លូវលំតូចណាអញ្ចឹងសម្រាប់មួយចាស់ដែលអត់ទាន់ស្គាល់ពីទីតាំងថ្មីរបស់គាត់គឺថាអាចមកតាម Twitter បាន Twister នឹងដាក់ Google Map នៅលើ caption ក៏ដូចជា comment ហើយដូចដែលរាល់ដងអញ្ចឹងនិយាយទៅប្រហិតនៅទីនេះគឺចម្រោះតែម្ដងពុកម៉ែបងប្អូននៅពេលដែលយើងទៅញ៉ាំគឺថាយើងអាចចាប់បានមួយសេរីគឺគាត់គិតលុយទៅតាមហ្នឹងណាហើយជាប្រភេទមីស្រស់នេះពុកម៉ែបងប្អូនអើយគឺគាត់លក់20-30ឆ្នាំហើយជាមួយនឹងមុខរបរមីស្រស់នេះហើយបើថាទឹកដៃរបស់គាត់វិញពុកម៉ែបងប្អូនគឺថានៅតែឆ្ងាញ់ដដែលហើយអ្វីដែលបន្ថែមរសជាតិគឺជាប្រភេទខ្ទឹមជ្រក់ក៏ដូចជាម្ទេសនៅកន្លែងគាត់នឹងគឺថាបន្ថែមរសជាតិមីស្រស់នៅកន្លែងគាត់ឲ្យកាន់តែឆ្ងាញ់ណាអញ្ចឹងអ្នកណាគេដែលជាមួយនៅកន្លែងនេះកុំភ្លេចទៅរំលឹកអនុស្សាវរីយ៍ជាប្រភេទមីស្រស់ដែលមានប្រហិតចម្រុះពណ៌បែបនេះតែហើយអ្នកទាំងអស់គ្នា Twister ពិតជាសរសើរមែនតើពាក់ព័ន្ធទៅនឹងទឹកដៃរបស់គាត់បើទោះបីជាគាត់ដូរទីតាំងប៉ុន្តែទឹកដៃគឺនៅតែដដែលមិនផ្លាស់ប្ដូរទេហើយសម្រាប់ចានពិសេសគឺជាចានដែលមានពងទាក៏ដូចជាសាច់គោណាអូយបាននិយាយទៅសម្រាប់រសជាតិនេះគឺ Two Sister អាចនិយាយបានថានៅតែល្អនៅតែឆ្ងាញ់ណាសូម្បីតែមីឆារបស់គាត់ក៏មើលទៅទំនងដែរពុកម៉ែបងប្អូននិយាយទៅគឺថាមានដាក់ប្រហិតដាក់សាច់គោអីដូចគ្នាអញ្ចឹងណាហើយសម្រាប់ជាប្រភេទពងមាន់ក៏ដូចជាពងទាគឺថាយើងអាចក្លុកចូលគ្នាក៏បានឬមួយក៏ជៀនដាក់នៅក្រៅនៅលើហ្នឹងក៏បានដែរនិយាយទៅគឺគាត់ផ្ដល់ជូនយើងជាមួយនឹងជំរើសច្រើនណាហើយ Twister មកថ្ងៃនេះគឺមកជាមួយនឹង Freshie មើលនៅលើតុ Twister ទៅគឺដាក់ Freshie ជានិច្ចតែម្ដងព្រោះថាញ៉ាំជាប្រភេទមីបែបនេះយើងដាក់ Freshie ទៅឲ្យស្រឡះបំពង់កណាព្រោះថាតែជ្រូករបស់ Freshie គឺឆ្ងាញ់ហើយដាក់ទៅបើកម្លាំងទៀតឥឡូវយើងចូលមកដល់ជាប្រភេទមីស្រស់ជាមួយនឹងប្រហិតក៏ដូចជាសាច់គោរបស់យើងវិញម្ដងញ៉ាំក្តៅទៅទំនងមែនតើអ្នកទាំងអស់គ្នាអញ្ចឹងអ្នកណាគេខ្លះដែលខានទៅញ៉ាំយូរកុំភ្លេចទៅញ៉ាំជាប្រភេទមីនៅទីនេះមិនថាមីស្រស់ឬមួយក៏មីឆាទេដើម្បីរំលឹកអនុស្សាវរីយ៍ណាដែលទីតាំងរបស់គាត់គឺចាប់ផ្ដើមបើកលក់ពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចអញ្ចឹងនៅចន្លោះពេលហ្នឹងពុកម៉ែបងប្អូនអាចទៅរំលឹកអនុស្សាវរីយ៍ជាមួយនឹងដៃគូបានហើយសម្រាប់ Twister វិញគឺថាទៅណាតែ2នាក់ទេអញ្ចឹងយើងញ៉ាំតែ2នាក់នឹងឯងហើយសម្រាប់រសជាតិគឺកាន់តែឆ្ងាញ់នៅពេលដែលយើងបន្ថែមជាមួយនឹង Freshie ណាហើយនៅកន្លែងគាត់គឺក៏មានកាហ្វេដែរអញ្ចឹងពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំកាហ្វេអីគឺថាអាចហៅកាហ្វេតាមក្រោយនេះបានអញ្ចឹងណាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេបាយបាយ